ជម្រាបសួរបងប្អូនទាំងអស់នាងខ្ញុំផណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីលក្ខណៈនៃការអនុវត្តកាតព្វកិច្ចសវនកម្មឯករាជ្យសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញអង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវដាក់របាយការណ៍រ៉ាន់ថុសម្រាប់ការីបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឲ្យរងសវនកម្មឯករាជ្យប្រសិនបើអង្គភាពមិនស្វែងរកប្រាក់ចំណេញស្ថិតនៅក្នុងលក្ខណៈវិនិច្ឆ័យទាំងពីរខាងក្រោម 1. ចំណាយសរុបប្រចាំឆ្នាំលើសពី2 trillion រៀលប្រមាណ $50,000 និង 2. ចំនួនកម្មករនិយោជិកបម្រើការងារចាប់ពី20នាក់ឡើងទៅដែលយោងទៅតាមចំនួនកម្មករនិយោជិកមធ្យមភាគដែលមាននៅក្នុងឆ្នាំអង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងឡាយណាដែលមិនស្ថិតនៅក្នុងលក្ខណៈវិនិច្ឆ័យខាងលើទេអាចដាក់របាយការណ៍រ៉ាន់ថុឲ្យរងសវនកម្មឯករាជ្យដោយឈរលើគោលការណ៍ស្ម័គ្រចិត្តព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ